សហព័ន្ធឧស្សាហកម្មថៃហៅកាត់ថា FTI បានព្រមព្រៀងនៅថ្ងៃអង្គារនេះថាវិធានការបិទព្រំដែនថៃកម្ពុជាមុនម៉ោងកំណត់អាចប៉ះពាល់ទៅដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរដែលមានតម្លៃប្រហែលជា170,000 លានបាតឬជាង5,000 លានដុល្លារក្នុងមួយឆ្នាំប្រធាន FTI លោកព្រៀងត្រៃធនពលត្រូវបានស្រង់សម្ដីដោយកាសែត Thai The Nation ថាការនាំចេញទំនិញរបស់ថៃចូលមកកម្ពុជាដែលមានចំនួនប្រហែលជា500 លានបាតឬក៏15 លានដុល្លារក្នុងមួយថ្ងៃអាចរងការខាតបង់ដោយសារតែវិធានការបើកនិងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធាលោកថាវិធានការនេះធ្វើឲ្យមានការរំខានទៅដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនលោកបានកត់សម្គាល់ថាផលប៉ះពាល់បានចាប់ផ្ដើមមានរួចទៅហើយក៏ប៉ុន្តែតម្លៃនៃការខូចខាតជាក់ស្ដែងមិនទាន់ត្រូវបានគណនានៅឡើយទេអាជីវករថៃនៅតាមព្រំដែនបានរាយការណ៍ពីការលក់ធ្លាក់ចុះប្រហែលជា 20% ក្នុងទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយកម្ពុជាដែលមានតម្លៃប្រមាណជា170,000 លានបាតក្នុងមួយឆ្នាំនេះមាន 60% គឺឆ្លងកាត់តាមច្រកអន្តរជាតិប៉ុលប៉ែតនេះបើយោងទៅតាមលោកព្រៀងត្រៃយ៉ាងណាក៏ដោយលោកព្រៀងត្រៃសង្ឃឹមថាស្ថានភាពនឹងមិនអូសបន្លាយយូរពេកទេព្រោះការពន្យាពេលកាន់តែយូរផលប៉ះពាល់នឹងកាន់តែធំសូមរំលឹកថាថៃបានផ្លាស់ប្ដូរម៉ោងបិទដាច់ច្រកព្រំដែនផ្លូវចូលជាមួយកម្ពុជាពីថ្ងៃសៅរ៍ទី 7 ខែមិថុនាក្នុងនោះមានច្រកមួយចំនួនកាត់បន្ថយរយៈពេលដំណើរការដូចជាច្រកប៉ុលប៉ែតនិងច្រកខ្លះទៀតកាត់បន្ថយពីមួយសប្តាហ៍មកត្រឹមតែ3ថ្ងៃទេដូចជាច្រកអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យជាវិធានការដែលថៃសម្រាប់ជាឯកតោភាគីខណៈដែលកម្ពុជាបដិញ្ញាបញ្ជូនសំណុំរឿងវិវាទទឹកដីព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីទាហាន